អីគេគ្នាយើង Mobile Legends ណានឹងធ្វើការដកនៅ skin Legend របស់ Saber ពីយើងវិញនៅខែ12ថ្ងៃមួយដោយ skin Legend របស់ Saber ហ្នឹងគេនឹងធ្វើការដកចេញហើយទៅគេនឹងយកវាទៅ revamp បន្ទាប់មកទៀតទៅគេនឹងដាក់វានៅក្នុងកន្លែងបវលគេដាក់នៅក្នុង Magic វាកន្លែងបវលទឹកហ្នឹងទៀតទេហើយរឿងដែលហួសចិត្តហ្នឹងគឺថាអ្នកដែលមាន skin ហ្នឹងហើយក៏ដោយ Mobile Legends នឹងដក skin ហ្នឹងចេញពីអ្នកដែលមាន skin ហ្នឹងតែម្ដងហើយទៅឲ្យទៅជា99អាតាក់បវលហ្នឹងហើយគ្រាន់តែខ្ញុំលឺហើយគឺហួសចិត្តខ្លាំងមែនតើលក្ខណៈថា skin គេខំបើកឡើងច្រើនអស់ឡើងច្រើនហើយមិនបានឲ្យតា99តាក់ហ្នឹងហើយយក skin គេទៅវិញប៉ុន្តែព័ត៌មានហ្នឹងក៏ខ្ញុំអត់ទាន់ច្បាស់ 100% ដែរគ្នាយើងតែសតតែខ្ញុំឃើញខាងបរទេសគេផុសអញ្ចឹងហើយក៏ខ្ញុំយកមកចែករំលែកគ្នាយើងទៅហើយបើថាព័ត៌មានហ្នឹងវាពិតជាពិតប្រកបពិតមែនណា Mobile Legends គឺអយុត្តិធម៌ខ្លាំងមែនតើសម្រាប់ player Saber ដែលបានទិញ skin ហ្នឹងហើយឥឡូវខ្ញុំសួរគ្នាយើងដែលថាបានទិញ skin ហ្នឹងហើយគ្នាយើងប្រូមអត់ហើយសម្រាប់អ្នកដែលមើលហ្នឹងបើថាតើបានទិញក៏ដោយប្រូមអត់បើខ្ញុំគឺខ្ញុំអត់ប្រូមទេដឹងថាមីហ្គេម Mobile Legends ឡានអស់ឈ្គួតជ្រូកហ្នឹងវាគិតស្អីទេរបស់ដែលគេទិញហើយសុកយកពីគេទៅវិញហើយមួយវិញទៀតបើថាតាមខ្ញុំគិតថាគ្នាយើងគឺខ្ញុំគិតថា Mobile Legends កំពុងតែសាក់ចិត្ត player ហើយរបៀបថាគេយក Legend Saber ហ្នឹងមកសាក់លបងសិនតា player ខឹងអត់ដោយសារតែ Mobile Legends ណាគេបានមើលឃើញគេឃើញថា player អត់សូវមាន Legend របស់ Saber ហ្នឹងទេអញ្ចឹងគេសាក់យក skin ហ្នឹងមកធ្វើអញ្ចឹងមើលតើមានអ្នកខឹងអ្នកអីអត់បើអត់ខឹងទេគេធ្វើតទៀតតែបើតាមសម្រាប់កណ្ដិតរបស់ខ្ញុំគ្នាយើងទោះបីជាគ្នាយើងអត់មាន skin Legend របស់ Saber ហ្នឹងក៏ដោយគឺកំពេញចិត្តឲ្យសោះដោយសារតែតិចទៀតហ្នឹងប្រកាសជាចូលដល់ Legend ឌូន Knock Cushion អីលើហើយអញ្ចឹងណាដោយសារតែ player របស់ Saber គឺអត់សូវមាន skin Legend ហ្នឹងប្រហែលដែរអញ្ចឹងបានគេសាក់ជាមួយនឹង Saber បើថាសាក់ជាមួយ Loon Knock ហើយនឹង Cushion មើលបើមកគេជេរផ្អើលរបៀបថាវាហួសហេតុពេករបស់ដែលគេមានហើយសុកបែរជាយកពីគេវិញហើយយកគ្នាទៅ revamp ហើយដាក់ជា limit ឡើងលក់ឡើងអីទៀតហើយនៅពេលដែលដកចេញវិញឲ្យ99អាតាក់ចាប់ skin Legend ហ្នឹងហើយ skin ទៅជា limit ហើយទៅចាប់តាមប្រហោងណាមីឡាប់មុនតអញ្ចឹងហើយអ្នកទាំងអស់គ្នាយើងអីទាំងខ្ញុំទាំងអីនេះបើថាថ្ងៃ1ខែ12ហ្នឹងវាការពិតមែនណាធៀមមាត់ធៀមកឲ្យទៅខាន់យូរហើយ